lia srok liaស្រែliaម៉ែមកធ្វើការងារតាមគ្នាដើម្បីជីវភាពគ្រួសារបន្ទប់មួយខែ$40រស់នៅ4-5អាត្មាគ្មានអ្នកណាត្អូញត្អែកម្មកររោងចក្រធ្វើការគ្មានក្តីស្រណុកហូបចុកមិនគ្រប់នឹកស្រុកនឹកពុកនឹកម៉ែនេះសាយថ្ងៃមួយក៏បានជួបស្នេហ៍សន្យាស្រឡាញ់មិនប្រែមិនចោលគ្នាទោះជាយ៉ាងណាបន្ទប់ជួលជួបគ្នាងាកព្រឹកឥឡូវសតត្រឹមពីងនឹកហើយហូរទឹកនេត្រាអូនឈប់នៅហើយឈប់មកធ្វើការឮគេថាអូនមានអ្នកថ្មីចៃដនជួបគ្នាពុំងាធ្វើជាមិនស្គាល់អង្យុទ្ធទេធរសម្រាប់កម្មករក្រក្រៃអ្នកមានព្រៀបជាងចិត្តខាំងក្តីបន្ទុំជួលក៏បាត់ស្រីលែងនិយាយទៅស្រុកវិញហើយក៏រោងចក្រធ្វើការគ្មានក្តីស្រណុកហូបចុកមិនគ្រប់នឹកស្រុកនឹកពុកនឹកម៉ែនេះសាយថ្ងៃមួយក៏បានជួបស្នេហ៍សន្យាស្រឡាញ់មិនប្រែមិនចោលគ្នាទោះជាយ៉ាងណាបន្ទប់ជួលជួបគ្នាល្ងាចព្រឹកឥឡូវសតត្រឹមពីងនឹកហើយហូរទឹកនេត្រាអូនឈប់នៅហើយឈប់មកធ្វើការឮគេថាអូនមានអ្នកថ្មីចៃដន្យជួបគ្នាពុំងាធ្វើជាមិនស្គាល់អង្យុទ្ធទេធរសម្រាប់កម្មករក្រក្រៃអ្នកមានព្រៀបជាងចិត្តភាំងក្តីបន្ទុំជួលក៏បាត់ស្រីលែងនិយាយទៅជួបពុកម៉ែវិញខ្ញុំម៉ែតោះឲ្យខ្លួនឯងទៅមួយមកវិញដល់ពីរបាទមកដល់ដល់មួយបន្ទប់ជួលជួបគ្នាល្ងាចព្រឹកឥឡូវសតត្រឹមពីងនឹកហើយហូរទឹកនេត្រាអូនឈប់នៅហើយឈប់មកធ្វើការឮគេថាអូនមានអ្នកថ្មីចៃដន្យជួបគ្នាពុំងាធ្វើជាមិនស្គាល់អង្យុទ្ធទេធរសម្រាប់កម្មករក្រក្រៃអ្នកមានព្រៀបជាងចិត្តភាំងក្តីបន្ទុំជួលក៏បាត់ស្រីលែងនិយាយទៅជួបពុក